ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលការងារនៅលើគេហទំព័របងធំ .com អញ្ចឹងថ្ងៃនេះគឺយើងមកយល់ដឹងអំពីការផ្លាស់ប្ដូរភាសានៅលើគេហទំព័របងធំជាទូទៅនៅពេលដែលយើងចូលមកដល់គេហទំព័របងធំ .com គឺចេញជាភាសាអង់គ្លេសគ្រប់ផ្នែកតែម្ដងចាតាក់ទងជាមួយនឹងព័ត៌មានការងារលុះត្រាតែគេចុះជាភាសាខ្មែរទើបចេញជាភាសាខ្មែរចាឥឡូវការផ្លាស់ប្ដូរភាសាហ្នឹងគឺយើងធ្វើយ៉ាងម៉េចយើងចូលទៅwebsite បងធំហ្នឹងហើយយើងឃើញសញ្ញាត្រី3ហ្នឹងយើងចុចទៅលើសញ្ញាត្រី3អញ្ចឹងនៅក្នុងហ្នឹងគឺយើងឃើញសញ្ញាវិលកង់យើងចុចទៅលើសញ្ញាវិលកង់បន្ទាប់មកយើងឃើញភាសាហើយអញ្ចឹងមានភាសាខ្មែរភាសាអង់គ្លេសភាសាចិនអញ្ចឹងយើងចង់ផ្លាស់ប្ដូរភាសាគឺយើងចុចទៅលើភាសាហ្នឹងតែម្ដងឥឡូវយើងបដូរទៅភាសាខ្មែរយើងចុចលើភាសាខ្មែរចាអញ្ចឹងwebsite បងធំគឺចេញជាភាសាខ្មែរតែម្ដងចាឥឡូវគឺយើងមកមើលការងារតាមប្រភេទទៅអញ្ចឹងយើងចុចទៅលើសញ្ញាត្រី3យើងយកការងារតាមប្រភេទនៅក្នុងហ្នឹងគឺយើងឃើញការបង្ហាញគឺជាភាសាខ្មែរតែម្ដងចាហ្នឹងហើយអញ្ចឹងនៅក្នុងនេះសម្រាប់ការផ្លាស់ប្ដូរភាសាគឺបែបហ្នឹងអញ្ចឹងយើងចូលទៅមើលព័ត៌មានការងារមួយទៅណាតាក់ទងជាមួយនឹងឥឡូវគឺយើងមើលខាងផ្នែកថែទាំនៅក្នុងនេះគឺគិតថាការងារបកប្រែហ្នឹងគឺគាត់មានការភ័ន្តច្រឡំចាដូច្នេះឥឡូវយើងមើលការថែទាំហ្នឹងទៅចានៅការថែទាំនៅក្នុងនេះគឺជាងជួសជុលរថយន្តចាអញ្ចឹងជាងជួសជុលរថយន្តនៅខាង The Hello Trust Cambodia ឥឡូវយើងនៅក្នុងនេះគឺ Maintenance Technician នៅខាង CENP Corporation Ltd ចាអញ្ចឹងបើក្រុមហ៊ុនគាត់ដាក់ចុះផ្សាយព័ត៌មានការងារជាភាសាខ្មែរគឺបង្ហាញជាភាសាខ្មែរតែបើគាត់ដាក់បង្ហាញជាភាសាអង់គ្លេសគឺបង្ហាញជាភាសាអង់គ្លេសបើទោះបីយើងផ្លាស់ប្ដូរ website ទៅជាភាសាខ្មែរក៏ដោយចាហ្នឹងហើយចាអញ្ចឹងនេះគឺជាការផ្លាស់ប្ដូរភាសាចាឥឡូវគឺយើងចុចទៅមើលការងារមួយទៅណាចាតើតើនឹងជាងជួសជុលរថយន្តណាចាសម្រាប់ជំនាញជាងជួសជុលរថយន្តអីហ្នឹងគឺពិតជាល្អមែនតើណាជំនាញនេះគឺពេលដែលយើងសិក្សាទៅចេះដល់ចាស់ដល់កូនដល់ចៅចាហើយអាចធ្វើជាមុខរបរខ្លួនឯងផ្ទាល់ខ្លួនក៏បានដែរនៅពេលដែលយើងជួបធ្វើការនៅក្រុមហ៊ុនអីអញ្ចឹងទៅដល់ពេលចាស់អីទៅណាអញ្ចឹងมันអត់ប្រយោជន៍ទេហើយនៅក្នុងតំណែងនេះគឺពិបាករកណាស់នៅក្នុងស្រុកខ្មែររបស់យើងគឺខ្វះអ្នកចេះជំនាញផ្នែកខាងជួសជុលផ្នែកខាងជាងផ្នែកខាងអេឡិចត្រូនិកជួសជុលអីហ្នឹងគឺខ្វះតែម្ដងចាមិនមែនថាអត់មានទេមានប៉ុន្តែអាចនិយាយបានថាអ្នកចេះមិនទាន់គ្រប់គ្រាន់ទៅលើតម្រូវការនៃការប្រើប្រាស់ឥឡូវគឺយើងមកមើលការងារណាអញ្ចឹងខាងក្រុមហ៊ុនគាត់ដាក់ព័ត៌មានចូលតាក់ទងជាមួយនឹងព័ត៌មាននៅខាងក្រុមហ៊ុនប្រកបហ្នឹងចានៅនេះគឺជាអង្គការចាហ្នឹងហើយអញ្ចឹងគាត់មិនមែនជាក្រុមហ៊ុនឯកជនទេគឺអង្គការណាយើងមើលតាមព័ត៌មានលម្អិតដែលគាត់ដាក់នៅក្នុងអំពីសេចក្តីប្រកាសផ្សព្វផ្សាយហ្នឹងណាចានៅក្នុងនេះជាងជួសជុលរថយន្តណាចាអញ្ចឹងចេះភាសាខ្មែរចានៅខេត្តពោធិ៍សាត់អញ្ចឹងសម្រាប់អ្នកដែលគាត់នៅខេត្តពោធិ៍សាត់ហ្នឹងគឺត្រូវតែម្ដងចាខាងផ្នែកផ្សេងក៏បានដែរតែគ្រាន់តែបើយើងនៅខេត្តពោធិ៍សាត់គឺត្រូវតែម្ដងនោះដាក់ទៅក្រុមហ៊ុនទទួលឲ្យតែយើងមានជំនាញត្រូវនឹងតម្រូវការដែលខាងអង្គការគាត់ចុះផ្សាយអញ្ចឹងប្រាក់ខែ414ចាហ្នឹងហើយចាសម្រាប់ការងារគឺការងារពេញម៉ោងណាទីតាំងនៅខេត្តពោធិ៍សាត់ណាចាអញ្ចឹងសម្រាប់ការងារដែលយើងត្រូវទទួលខុសត្រូវហ្នឹងគឺមាននៅក្នុងនេះចាភារកិច្ចចម្បងរបស់យើងដែលយើងត្រូវធ្វើនៅក្នុងមុខតំណែងរបស់យើងនឹងចាជាភាសាខ្មែរងាយស្រួលអានដែលយើងជាភាសាយើងចេះភាសានឹងស្រាប់ចាហ្នឹងអញ្ចឹងអត់ពិបាកទេអញ្ចឹងនៅក្នុងហ្នឹងយើងចាប់អារម្មណ៍យើងរៀបចំប្រវត្តិរូបសង្ខេបរបស់យើងហើយក៏មានលិខិតអមផងដែរចាអញ្ចឹងពេលខ្លះក្រុមហ៊ុនគាត់មិនចាំបាច់ក៏អត់ត្រូវការលិខិតអមទេស៊ីសងទៅលើតម្រូវការរបស់ក្រុមហ៊ុនមួយទេតែឲ្យសំខាន់គឺប្រវត្តិរូបសង្ខេបតែម្ដងដឹងពីចំណេះដឹងរបស់យើងហើយនឹងជំនាញចាការសិក្សារបស់យើងចាអញ្ចឹងនៅក្នុងនេះគឺយើងនឹងតាក់ទងជាមួយនឹងតម្រូវការណាជំនាញនិងចំណេះដឹងអញ្ចឹងជំនាញនិងចំណេះដឹងហ្នឹងគឺយើងត្រូវការជំនាញទូទៅនិងបច្ចេកទេសចាអញ្ចឹងឲ្យចេះគ្រឿងបច្ចេកទេសហ្នឹងហើយបទពិសោធន៍យ៉ាងហោចណាស់ក៏3ឆ្នាំដែរចាសម្រាប់ដែលយើងមានបទពិសោធន៍ក្នុងការធ្វើជាងហ្នឹងយ៉ាងហោចណាស់ក៏3ឆ្នាំដែរទើបយើងអាចទៅធ្វើការងារហ្នឹងបានហើយអាចដាក់ពាក្យបាន
ប៉ុន្តែបើយើងគិតថាខ្ញុំមិនទាន់បាន3ឆ្នាំប៉ុន្តែចំណេះដឹងដែលខ្ញុំបានធ្វើហ្នឹងគឺខ្ញុំចេះច្រើនខ្ញុំមានសមត្ថភាពក្នុងការធ្វើការងារហ្នឹងនៅពេលដែលខ្ញុំមើលសេចក្តីប្រកាសទៅអញ្ចឹងយើងអាចដាក់ចេញទៅណាយើងប្រាប់នៅក្រុមហ៊ុនទៅថាខ្ញុំអាចធ្វើការងារនេះបានដោយសារតែខ្ញុំមានបទពិសោធន៍ប៉ុណ្ណេះឆ្នាំហើយខ្ញុំមានការងារធ្វើទៅលើខ្ញុំយល់អំពីការងារទាំងអស់ហ្នឹងដូច្នេះក្រុមហ៊ុនគាត់ប្រកាសជាពិចារណាក្នុងការទទួលយកហើយចា៎ប្រសិនបើមិនមានអ្នកប្រកួតប្រជែងច្រើនអញ្ចឹងអាចនិយាយបានថាក៏ជាជំរឿសរបស់ក្រុមហ៊ុនក្នុងការទទួលយកមកធ្វើការដែរចាហ្នឹងហើយចារបៀបដាក់ពាក្យចឹងនៅក្នុងរបៀបដាក់ពាក្យនេះគឺយើងអានណាព្រោះក្រុមហ៊ុនមួយគឺរបៀបដាក់តម្រូវការដាក់ពាក្យរបស់គាត់គឺខុសគ្នាណាមិនខុសគ្នាអីច្រើនទេគ្រាន់តែពេលខ្លះគឺគាត់ខុសគ្នាចាដូច្នេះសំខាន់គឺយើងអានឲ្យដឹងណាដូចគេប្រាប់ផ្លូវឲ្យយើងទៅអញ្ចឹងកាលណាយើងអត់ទៅចំផ្លូវដែលគេប្រាប់ទេគេអាចគិតឃើញថាយើងអត់បានមើលព័ត៌មាននឹងច្បាស់ទេចាហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺមែនតើណាហើយជាពិសេសយើងជាងជំនាញអញ្ចឹងទៀតគឺសំខាន់ណាស់ក្នុងការអានហើយនឹងមើលព័ត៌មានលម្អិតរបស់សេចក្តីប្រកាសនឹងពីព្រោះនៅពេលដែលយើងទៅធ្វើការយើងមើលអាលម្អិតទូចហ្នឹងចាអញ្ចឹងកាលណាយើងអត់បកកាយកន្លែងហ្នឹងទេការងាររបស់យើងក៏អត់បកកាយដែរចាហ្នឹងហើយអញ្ចឹងមានន័យថាយើងធ្វើទៅយើងខ្វះអាចចំណុចទូតាចហ្នឹងចាចឹងការតាមព័ត៌មានទំនាក់ទំនងណាគឺយើងឃើញហើយអាស័យដ្ឋានចាអាស័យដ្ឋានរបស់ក្រុមហ៊ុនណាចាឈ្មោះរបស់ក្រុមហ៊ុនហើយការដាក់ពាក្យរបស់យើងហ្នឹងគឺយើងដាក់តាមអ៊ីមែលដែលក្រុមហ៊ុនមានដាក់មកហ្នឹងក៏បានហើយយើងដាក់នៅក្នុងតាមរយៈគេហទំព័របងធំក៏បានដែរគឺយើងដាក់ពាក្យឥឡូវនេះចាយើងចុចទៅលើហ្នឹងទៅអញ្ចឹងគឺយើងអាចដាក់ពាក្យបានហើយចាហ្នឹងហើយឥឡូវគឺយើងមកមើលការងារមួយទៀតណាចានៅខាងCENP